ថ្ងៃនេះមកធ្វើជាមួយនឹងមីញោមសម្រាប់គ្រឿងផ្សំគឺខ្ញុំដាក់នៅខាងក្រោយវីដេអូបងប្អូនទាំងអស់គ្នាដំបូងគឺយើងធ្វើការដាំទឹកឲ្យពុះស្រោះជាមួយនឹងខ្ទឹមបារាំងស្ពៃក្តោបហើយនឹងកញ្ឆែតបងប្អូនទាំងអស់គ្នាហើយយើងធ្វើការស្រោះជាមួយនឹងមីបន្ទាប់ហើយទាំងបន្លែទាំងមីគឺយើងស្រង់វាទុកម្ល៉េះសិនណាបងប្អូនទាំងអស់គ្នាឥឡូវយើងមកស្រោះជាមួយនឹងប្រហិតរបស់យើងម្ដងប្រហិតរបស់យើងថ្ងៃនេះគឺមានពីរមុខបងប្អូនទាំងអស់គ្នាគឺមានផាត់សាច់គោជាមួយនឹងប្រហិតហោដកឥឡូវវាចាប់ផ្ដើមឆ្អិនហើយយើងស្រង់វាទុកម្ល៉េះទេបងប្អូនទាំងអស់គ្នាដល់វគ្គដែលយើងត្រូវស្រោះបង្គាម្ដងបងប្អូនទាំងអស់គ្នាសម្រាប់បង្គាគឺយើងធ្វើការស្រោះឲ្យវាឆ្អិនហើយយើងធ្វើការស្រង់វាទុកម្ល៉េះដូចគ្នាបងប្អូនទាំងអស់គ្នាដល់វគ្គយើងធ្វើការស្រោះសាច់ជ្រូករបស់យើងម្ដងសម្រាប់សាច់ជ្រូកបងប្អូនទាំងអស់គ្នានៅពេលដែលវាពុះហើយបងប្អូនទាំងអស់គ្នាកុំភ្លេចធ្វើការស្រង់ជាមួយនឹងកំទេចកំទីនិយាយទៅកាត់ឆ្អាបបងប្អូនទាំងអស់គ្នាតែអត់ស្រង់ចេញទេវាអាចនឹងឆ្អាបអញ្ចឹងហើយយើងទុកឲ្យវាពុះមកស្ទុះទៀតទៅយើងអាចស្រង់ចេញបានបងប្អូនទាំងអស់គ្នាមើលតែឆ្អិនយើងស្រង់ចេញមកហើយយើងចាប់វាដាក់ម្ល៉េះដូចគ្នាបងប្អូនទាំងអស់គ្នាដើម្បីមកលាយគ្រឿងរបស់យើងសម្រាប់គ្រឿងរបស់យើងគឺមានម្ទេសបុកស្ករសប៊ីចេងជាមួយនឹងគ្រឿងមីជូរជាមួយនឹងខ្លាញ់ជាមួយនឹងទឹកត្រីបងប្អូនទាំងអស់គ្នាហើយអ្វីដែលមិនអាចភ្លេចបានហ្នឹងគឺក្រូចឆ្មារួចហើយគឺយើងធ្វើការកូរវាឲ្យសព្វបងប្អូនទាំងអស់គ្នានិយាយទៅកូរវាចូលគ្រឿងមកបងប្អូនធ្វើការភ្លក់ហើយយើងធ្វើការដាក់ជាមួយនឹងគ្រឿងរបស់យើងចូលមានប្រហិតមានបង្គាជាមួយនឹងសាច់ជ្រូកហើយកូរវាឲ្យសព្វបន្ទាប់ហើយគឺយើងធ្វើការដាក់ជាមួយនឹងបន្លែមានដូចជាប៉េងប៉ោះដាក់ជាមួយនឹងខ្ទឹមបារាំងស្ពៃក្តោបជាមួយនឹងកញ្ឆែតហើយជាមួយនឹងខ្ទឹមក្រហមបងប្អូនទាំងគ្នាបន្ទាប់ហើយយើងធ្វើការកូរវាឲ្យសព្វឲ្យចូលគ្រឿងហើយយើងបន្ថែមជាមួយនឹងមីរបស់យើងចូលយើងធ្វើការកូរវាសព្វអញ្ចឹងបងប្អូនទាំងគ្នាបន្ទាប់ពីយើងកូរវាសព្វហើយធ្វើការដាក់លឹកខ្ទឹមជាមួយនឹងជីវ៉ាន់ស៊ុយឥឡូវមីញ៉ាំរបស់យើងរួចជាស្រេច